សូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានល្ងាចនេះខ្ញុំមកណែនាំបាទស្លសម្លស្ងោរបាទស្ងោរជ្រក់មាន់បងប្អូនបាទឥឡូវនេះបាទរងាស់បងសាច់រួចហើយរងាស់វាឲ្យរលួយសាច់សិនបាទពុះខុកហើយបងប្អូនជួយតាមដានទស្សនាវីដេអូនេះរហូតដល់ចប់បងប្អូនបាទជានេះគឺជាបាទវិធីរងាស់បាទសាច់ឲ្យរលួយសិនបងប្អូនរងាស់សាច់ឲ្យរលួយហើយបានយើងបាទដាក់ជីលឹកខ្ទឹមបាទរួចយើងច្រវាច់ក្រូចយកតែម្ដងបងប្អូនរួចជាការស្រេចបាទនេះគឺជាសកម្មភាពបាទយើងដាក់គ្រឿងបងប្អូនស្ករសប៊ីចេងទឹកត្រីបបកបាទបាច់ក្រូចអរគុណ